大家好，今天我们去学中文。សួស្តីទាំងអស់គ្នាថ្ងៃនេះអ្នកទាំងអស់គ្នានឹងរៀនភាសាចិនបន្តទៀតគឺយើងចូលទៅដល់ការអាននៅជនជាអ្នករបស់ភាសាចិនហើយនឹងសិទ្ធិរបស់ភាសាចិនផងដែរជនជាអ្នកនៅក្នុងភាសាចិនគឺយើងនិយាយថាសឹងមូអូខេអ្នកនរគ្នាឥឡូវអ្នកនរគ្នាចាំអានតាមខ្ញុំណាគឺស្រៈរបស់យើងគឺនៅក្នុងប្រអប់ហ្នឹងគឺមានដូចជាស្រៈ B គឺយើងអានថាព B ព P ផ P ផ M ម F ហ្វ D ត D ត T ថ T ថ N ណ N ណ L L L G K G K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  X H X H J G Q Q H C អូខេអ្នកនរគ្នាឥឡូវយើងចូលទៅដល់ស្រៈអ៊ីងមូស្រៈអញ្ចឹងយើងមើលអាយហ្នឹងគឺយើងក្នុងភាសាចិនយើងអានថាស្រៈអ៊ីអាយស្រៈអ៊ីអាយស្រៈអ៊ីឥឡូវយើងចូលទៅដល់ស្រៈមួយទៀតគឺយូយើងអានថាស្រៈអូយូអូស្រៈអូU.2 ស្រៈវាគឺអានថាអ៊ុយ U.2 អ៊ុយអ្នកនរគ្នាអានកន្លែងហ្នឹងអ្នកនរគ្នាធ្វើមាត់ស្រួចដូចថៃអញ្ចឹងណាអ្នកនរគ្នាអាចអានពាក្យនឹងបានហើយអញ្ចឹង U.2 មិនអ្នកនរគ្នាអានថាអូទេបើ U យើងអានថាអូប៉ុន្តែបើ U.2 អ្នកនរគ្នាអានថាអ៊ុយហើយចំណែក ER អ្នកនរជាស្រៈមួយកែស្រៈA គឺស្រៈអាគឺអាស្រៈអាហើយជាមួយ IA ហ្នឹងគឺ I គឺស្រៈ E A គឺស្រៈអា ER យ៉ាប៉ុន្តែនៅក្នុងការផ្សំជាមួយជនជាក់គឺអត់យើងប្រកបជាមួយនឹងយើងអត់ប្រកបថាយ៉ាទេគឺយើងប្រកបសូ R វិញអញ្ចឹង ER មួយទៀតគឺ U និង A ហ្នឹងគឺ U គឺស្រៈ O A គឺស្រៈ A OR វ៉ាប៉ុន្តែយើងអត់យកប្រកបជាមួយនឹងជនជាក់ទេអញ្ចឹងគឺយើងប្រកបសូមួយទៀតគឺ OR វ៉ាគឺប៉ុន្តែយើងសូ OR វិញ OR ចំពោះ O គឺស្រៈ O គឺស្រៈ O ហើយ UO គឺអអញ្ចឹង OR ស្រៈ UO គឺស្រៈ E គឺស្រៈ E ស្រៈ IE គឺស្រៈ IE គឺស្រៈ U.2 និង E ហ្នឹងមែនអានថាទេណាគឺអ្នកនរគ្នាអានថាអ្នកនរគ្នាធ្វើមាត់មូដូចថៃអញ្ចឹងមាត់មូហើយស្រួចអញ្ចឹងអ្នកនរគ្នាអានថាU.2 E គឺស្រៈ U.2 E ស្រៈយកដល់ស្អ៊ីអ្នកនរគ្នាហើយអានបែបសលេងស្រួចបាទអញ្ចឹងទៅមួយទៀតគឺ AI គឺស្រៈ AI គឺស្រៈ I ហើយមួយទៀតគឺ U A និង I អញ្ចឹង U គឺស្រៈ O A គឺស្រៈ A ហើយ I គឺស្រៈ E អញ្ចឹង A និង I ហ្នឹងគឺស្រៈ I អញ្ចឹង O គឺស្រៈ O អញ្ចឹង OI Y ប៉ុន្តែយកទៅប្រកបជាមួយជនជាក់យើងប្រកបសូ OI OI គឺស្រៈ OI
ហើយមួយទៀតគឺ EI គឺស្រៈអី EI ស្រៈអី EI ស្រៈអីអញ្ចឹង OI វៃ OI វៃ OI វៃអញ្ចឹង OI វៃហ្នឹងគឺកន្លែង U និង EI ហ្នឹងគឺយើងអានថា OI វៃអញ្ចឹងវាគឺជាទម្រង់ពេញរបស់វាបាទទម្រង់កាត់របស់វាគឺ EI ហ្នឹងគឺស្រៈអីបើទម្រង់កាត់របស់វាគឺOI វៃសូមទោសអ្នកគ្នា OI វៃអាហ្នឹងគឺទម្រង់ពេញហើយបើទម្រង់កាត់របស់វាគឺ EI ហ្នឹងគឺអីគឺស្រៈអីហើយ AO គឺស្រៈអោ AO គឺស្រៈអោហើយIAO ហ្នឹងគឺស្រៈអែវអញ្ចឹងអែវហ្នឹងគឺមកពាក្យថា E បូកជាមួយនឹងស្រៈអោ EO យ៉ាវតាប៉ុន្តែនៅពេលដែលយើងយកទៅប្រកបជាមួយនឹងចញ្ញនៈយើងមិនមែនយកស្រៈEO យ៉ាវយកទៅប្រកបទេយើងប្រកបសូរមួយទៀតគឺសូរអែវអញ្ចឹងយកសូរអែវទៅប្រកបជាមួយនឹងចញ្ញនៈពីរ example ថា C មួយ IAO ហ្នឹងគឺមានន័យថា IAO ហ្នឹងគឺមិនសូរអែវអញ្ចឹង C អែវសាវអញ្ចឹងទៅយើងប្រកបបែបហ្នឹងអូខេអ្នកនរគ្នាឥឡូវខ្ញុំអានឲ្យសារថ្មីទៀតសូមអ្នកនរគ្នាចាំអានតាមខ្ញុំដើម្បីឲ្យងាយចាប់យកថាស័ព្ទហ្នឹងគេអានមិនចុញចនៈហ្នឹងគេអានមិនអញ្ចឹងណាសង្មូចុញចនៈ B ប P ផ M ម F ឌីត T ថ N L G ក K ខ X ហ J G ឈូ ឈី H C អ៊ីងមូស្រៈ I E U U U.2 E O A A E A យ៉ាសូអែO A វ៉ាអូអាវ៉ាសូវ៉ាអេស្រៈអាអ៊ីអាយ៉ាសូអែអូអាវ៉ាសូវ៉ាអូអូយូអូវ៉ាអ៊ីI E I U.2 E យ៉ាA I I O I Y សូអយU E I ស្រៈអីU U I វៃA O អោ E អោយ៉ាវសូអែវអូខេអ្នកនរគ្នាឥឡូវយើងចូលទៅដល់រម៉ាំងទី2និយាយពីការប្រើប្រាស់នៅសំឡេងនៅក្នុងភាសាចិនហានវីតសឹងតាវសឹសឹងគឺមានន័យថាសំឡេងទាំង4នៅក្នុងភាសាចិនហានវីត的基本上都有4个分别是第一声、第二声、第三声和第四声。汉语的声调有区域意义的功用អញ្ចឹងនៅក្នុងភាសាចិនរបស់យើងគឺមានសំឡេងចំនួន4គឺមានសំឡេងទី1សំឡេងទី2សំឡេងទី3ដែលសំឡេងទី1គឺយើងអានថាទីអ៊ីសឹងសំឡេងទី2គឺទីអ៊ឺសឹងសំឡេងទី3យើងអានថាទីសានសឹងសំឡេងទី4យើងអានថាទីសឹសឹងអញ្ចឹងយើងមើលកន្លែងគេដាក់សញ្ញាព្រួយមានធំមានឡើងលើមានចុះកោងចុះក្រោមឲ្យឡើងលើហើយមានចុះក្រោមទាំងក៏ចុះក្រោមផងដែរហ្នឹងជាសំឡេងនៅក្នុងភាសាចិនសំឡេងទី1អ្នកនរគ្នាត្រូវអានស្មើឧទាហរណ៍ថាពាក្យថាម៉ានេះអ្នកនរគ្នាអានទៅម៉ាអញ្ចឹងអ្នកនរគ្នាអានសំឡេងស្មើម៉ាស្មើបងអស់អញ្ចឹងអ្នកនរគ្នាសំឡេងទី1ដល់សំឡេងទី2អ្នកនរគ្នាត្រូវអានសំឡេងហ្នឹងឡើងលើបងអស់ឡើងលើបន្តិចអញ្ចឹងអានថាម៉ាគឺសំឡេងហ្នឹងអស់ឡើងលើអញ្ចឹងហើយមួយទៀតផងដែរគឺសំឡេងទី3អ្នកនរគ្នាត្រូវអានកោងចុះក្រោមហើយឡើងលើវិញអានតម្លាក់ចុះក្រោមហើយឡើងលើបន្តិចអញ្ចឹងម៉ា
អ្នកនរគ្នាស្លេកទី3នេះវាពិបាកក្នុងការអានតិចអ្នកអត់ត្រូវព្យាយាមអានវាធ្វើវាជារៀងរហូតវាមិនតន់លាប់ហើយហើយមួយទៀតគឺសម្លេងទី4អ្នកនរគ្នាត្រូវអានសកត់ចុះខំគឺសញ្ញាព្រួញចុះខំអញ្ចឹងម៉ាអូខេនៅក្នុងភាសាចិនសម្លេងរបស់ភាសាចិនគឺអាចបដូរអត្ថន័យរបស់ពាក្យផងដែរអញ្ចឹងឧទាហរណ៍ថាពាក្យម៉ានៅសម្លេងទី1គឺវាអាចបដូរទៅសម្លេងទី2អាចបដូរទៅសម្លេងទី3សម្លេងទី4អញ្ចឹងអត្ថន័យវាគឺដូរទៅតាមនឹងផងដែរឥឡូវអ្នកគ្នាស្ដាប់មកមើលខាងក្រោមនេះក៏ឲ្យយើងធ្វើការអនុវត្តទៅលើការអានស្រាក់នៅក្នុងភាសាចិនពីដូចជាទី1គឺស្រៈអាគឺអានតាមសម្លេងណាអ្នកគ្នាអូខេអ្នកគ្នាកន្លែងពាក្យថាស្រាក់ថាអ៊ីហ្នឹងបាត់ម៉ូហ្នឹងវារៀងពិបាកធ្វើទេអ្នកគ្នាត្រូវតែទម្លាប់យើងផ្សេងគឺសម្លេងទី3នៅកន្លែងហ្នឹងគឺវាពិបាកក្នុងការធ្វើបន្តិចអញ្ចឹងខ្ញុំប្រាប់ដល់អ្នកគ្នាថាងាយស្រួលអានគឺ A គឺស្រៈអាចឹងអ្នកគ្នាអានតាមសម្លេងហ្នឹងគឺមានសម្លេងទី1គឺអានត្រង់សម្លេងទី2អានកោងឡើងលើហើយសម្លេងទី3គឺអ្នកគ្នាអានចុះក្រោមហើយឡើងលើហើយសម្លេងទី4អ្នកគ្នាអានចុះក្រោមហើយមួយទៀតគឺទី2គឺស្រៈអហើយទី3គឺស្រៈអហើយទី4គឺស្រៈអ៊ីហើយទី5គឺស្រៈអូហើយទី6គឺស្រៈ U.2 គឺស្រៈអ៊ីអូខេអ្នកគ្នាឥឡូវវីដេអូរបស់នេះខ្ញុំក៏បានដល់ទីបញ្ចប់ដែរនេះខ្ញុំក៏សូមអរគុណដល់អ្នកគ្នាដែលបានចូលរៀនភាសាចិនផងដែរ希望大家不要介意សង្ឃឹមថាអ្នកគ្នាកុំប្រកាន់គួរខុសឆ្គងនៅក្នុងកន្លែងណាក៏ដោយនេះគឺជាការបង្រៀនដែលចេញពីទឹកចិត្តរបស់នេះខ្ញុំដែលធ្វើវីដេអូក្នុង YouTube ក្នុងការបង្រៀនអ្នកគ្នាឲ្យចេះ谢谢大家ហើយ大家再见